តើបងប្អូនយល់យ៉ាងណាចំពោះសំឡេងរបស់តួអង្គ David នៅក្នុងរឿងម្ចាស់ស្នេហ៍ប្រែបេះដូងរបស់ពូត្រូរឿងម្ចាស់ស្នេហ៍ប្រែបេះដូងរបស់ពូត្រូគឺទើបតែដាក់បញ្ចាំងប្រហែលថ្ងៃនេះទេហើយតួអង្គ David ហ្នឹងគឺសំឡេងគាត់ហ្នឹងខ្ញុំមានអារម្មណ៍ថាវាប្លែកមែនទែនប្លែកពីប្លែកច្រើនប្លែកហើយក្នុងការនិយាយពាក្យហែហឺហែហឺហ្នឹងច្រើនមែនទែនហើយសម្រាប់ខ្ញុំគឺខ្ញុំ recommend ទៅលើរឿងហ្នឹងគឺគិតថារឿងមួយនេះវាបែបធម្មតាដែរទេអត់ដូចរឿងអាម៉ោកទេដោយសារតែរឿងអាម៉ោកកាលមុនហ្នឹងគឺខ្ញុំមើលហើយភាគហ្នឹងគឺបាក់ភាគមែនតើតែចំពោះរឿងម្ចាស់ស្នេហ៍ប្រែបេះដូងនេះគឺយើងមើលហើយយើងអាចអានចំណងជើងដឹងថារឿងនេះទៅជាយ៉ាងណាហើយអាជីនឹងទៅជាយ៉ាងណាហើយអឺតួអង្គស្រីរបស់យើងនឹងទៅជាយ៉ាងណាយើងអាចសន្និដ្ឋានបានខ្លះៗហើយចង់បញ្ចប់ឆាយើងទៅជាយ៉ាងណាក៏យើងដឹងដែរតែប៉ុន្តែខ្ញុំមិនមែនជាអ្នកនេះទេគ្រាន់តែខ្ញុំធ្លាប់អានរឿងប្រឡំលោកការសំណេរតែសេចក្តីយើងអាចដឹងពីបញ្ហាចោតដំណោះស្រាយនិងសេចក្តីបញ្ចប់របស់វាអញ្ចឹងខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាថាបងប្អូនយល់យ៉ាងណាដែរចំពោះរឿងពូត្រូម្ចាស់ស្នេហ៍ប្រែបេះដូងហើយតួអង្គប្រុស David ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាសម្លេងរបស់គាត់ហ្នឹងគឺអត់ព្រោះដោយសារតែខ្ញុំឃើញ comment ការផុសជាច្រើនរបស់បងប្អូននៅក្នុង Facebook ហ្នឹងគាត់និយាយដូចខ្ញុំដែរគាត់ថាសំឡេងហ្នឹងអត់សូវព្រោះទេហើយសំឡេងហ្នឹងវាឃ្លាឃ្លោងនិយាយច្រើនណាស់ហេហឺហេហឺហ្នឹងច្រើនមែនទែនហើយខ្ញុំគ្មានអីទេខ្ញុំមិនមែនជាអ្នករិះគន់ជាន់ពលិចអីទេគ្រាន់តែខ្ញុំគ្រាន់តែចង់និយាយថាសំឡេងមួយហ្នឹងស្ដាប់ទៅដូចរៀងស្គៀលត្រចៀកអញ្ចឹងណាប៉ុន្តែគ្រាន់តែយ៉ាងណាក៏សរសើរពូត្រូដែរដែលគាត់មានស្នាដៃជាច្រើនក្នុងការនិពន្ធរឿងក៏ដូចជាដឹកនាំរឿងពីមួយរឿងទៅមួយរឿងដើម្បីឲ្យយើងទស្សនាទាំងអស់គ្នាហើយជួយចិត្តដិតអារម្មណ៍ប៉ុន្តែសម្រាប់រឿងម្ចាស់ស្នេហ៍ប្រែបដូងសម្រាប់ខ្ញុំគឺខ្ញុំរីកឲ្យគាត់តែ7 លើ 10ទេហើយខ្ញុំមិនមែនជាអ្នក content ធំអីទេតែគ្រាន់តែខ្ញុំរីកប៉ុណ្ណឹងចុះបងប្អូនរីកប៉ុណ្ណាដែរហើយបងប្អូនឲ្យបន្ទុកគាត់ប្រមាណហើយសម្រាប់សំឡេងរបស់ទុំ David នៅក្នុងរឿងហ្នឹងបងប្អូនពេញចិត្តអត់ comment ខាងក្រោមទាំងអស់គ្នាដើម្បីជជែកគ្នាបន្តទៀតហើយចង់ដឹងសាច់រឿងយ៉ាងណាយើង comment ទាំងអស់គ្នាអរគុណ